ការឈ្នះពានរង្វាន់លំដាប់ថ្នាក់ពិភពលោកមិនត្រឹមតែនាំមកនូវមេដាយមាសនិងកិត្តិយសសម្រាប់ជាតិប៉ុណ្ណោះទេប៉ុន្តែវាជាកត្តាមួយដ៏ធំដែលជំរុញឲ្យតម្លៃខ្លួនកីឡាករហក់ឡើងដូចរ៉ុកែតក្នុងមួយប្រពៃភ្នែកជ័យជំនះដ៏អស្ចារ្យរបស់ក្រុមជម្រើសជាតិអេស្ប៉ាញបានកែប្រែប្រវត្តិសាស្ត្រទីផ្សារដោះដូរកីឡាករទាំងមូលតើតម្លៃខ្លួនរបស់តារាបាល់ទាត់ឆ្នាំរបស់អេស្ប៉ាញបានកើនឡើងរាប់សិបលានអឺរ៉ូយ៉ាងដូចម្តេចខ្លះមុននិងក្រោយពេលដែលពួកគេលើកពានមកវិភាគនិងទម្លាយតួលេខលម្អិតទាំងអស់គ្នាចាប់ផ្ដើមដំបូងជាមួយកម្ពុជាខ្សែប្រយុទ្ធវ័យក្មេងដែលធ្វើឲ្យពិភពបាល់ទាត់រំជួយគឺឡាមីនយ៉ាម៉ាល់មុនពេលការប្រកួតជើងឯកចាប់ផ្ដើមឡាមីនយ៉ាម៉ាល់ត្រូវបានគេទទួលស្គាល់ថាជាយុវជនដែលមានសក្តានុពលស្រាប់ទៅហើយដោយមានតម្លៃខ្លួនប្រមាណ200លានអឺរ៉ូប៉ុន្តែបន្ទាប់ពីទម្រង់លេងនៅក្នុងលំដាប់កំពូលនៅលើឆាកអន្តរជាតិបង្កើតឱកាសសំខាន់អាស៊ីនិងសុទ្ធបញ្ចូលទីក្របបាល់បានបំបីកំណត់ត្រាតម្លៃខ្លួនរបស់គេផ្ទុះឡើងរហូតដល់ទៅជាង220លានអឺរ៉ូការកើនឡើងជាង20លាននេះដែលធ្វើឲ្យរូគេក្លាយជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកឈានមកដល់តំបន់បម្រើដែលជាម៉ាស៊ីនបង្កើតជ័យជំនះរបស់អេស្ប៉ាញPetri បានបង្ហាញការគ្រប់គ្រងចង្វាក់ប្រកួតយ៉ាងស្ទាត់ជំនាញជំរុញឲ្យតម្លៃខ្លួនរបស់គេហក់ឡើងពី100លានអឺរ៉ូរហូតដល់150លានអឺរ៉ូចំណែកឯ Fabian Ruiz ដែលជាវីរបុរសស្ងៀមស្ងាត់បានធ្វើឲ្យតម្លៃខ្លួនកើនឡើងជិតទ្វេដងគឺពី30លានអឺរ៉ូកើនដល់65លានអឺរ៉ូបន្ទាប់ពីឈ្នះពាន Player of the Match ក្នុងប្រកួតសំខាន់ៗជាច្រើនរីឯ Dani Olmo វិញដោយសារសមត្ថភាពស៊ុតបញ្ចូលទីនិងបញ្ជូនបាល់យ៉ាងមានប្រសិទ្ធភាពក្នុងវគ្គផ្ដាច់ព្រាត់តម្លៃខ្លួនរបស់គេបានកើនឡើងពី50លានអឺរ៉ូរហូតដល់ទៅ80លានអឺរ៉ូភ្លាមៗពាក្យចាស់ពោលថាតំបន់ប្រយុទ្ធឈ្នះការប្រកួតប៉ុន្តែតំបន់ការពារគឺជួយឲ្យឈ្នះពានរង្វាន់ខ្សែការពារវ័យក្មេងប៉ៅខូបាស៊ីបានបង្កើតការកើនឡើងភាគរយតម្លៃខ្លួនខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រដោយហក់ឡើងពី80លានអឺរ៉ូកាលពីមុនចាប់ផ្ដើម World Cup រហូតដល់ជាង100លានអឺរ៉ូនៅផ្នែកខាងឆ្វេងខ្សែការពារ Marc Cucurella បានបំបីការរិះគន់ទាំងអស់ដោយបង្ហាញទម្រង់លេងការពារដ៏អស្ចារ្យជំរុញតម្លៃខ្លួនពី50លានអឺរ៉ូឡើងដល់60លានអឺរ៉ូសូម្បីតែអ្នកចាំទី Unai Simon ក៏បានកើនឡើងតម្លៃខ្លួនរហូតដល់45លានអឺរ៉ូផងដែរបន្ទាប់ពីជួយសង្គ្រោះបាល់សំខាន់ៗជាច្រើនលើកនៅពេលយើងបូកសរុបតម្លៃខ្លួនរបស់កីឡាករទាំង26រូបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញបានកើនឡើងតម្លៃសរុបប្រមាណ 1.25 ប៊ីលានអឺរ៉ូមុនព្រឹត្តិការណ៍ហក់ឡើងរហូតដល់ទៅជាង 1.30 ប៊ីលានអឺរ៉ូនេះគឺជាការកើនឡើងសរុបជិត500លានអឺរ៉ូក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនេះសបង្ហាញថាជ័យជំនះលើឆាកអន្តរជាតិមិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រប៉ុន្តែវាជាការវិនិយោគដ៏មានតម្លៃបំផុតក្នុងពិភពបាល់ទាត់ទំនើបតើប្រិយមិត្តយល់យ៉ាងណាដែរតើឡាមីនយ៉ាម៉ាល់ពិតជាស័ក្តិសមនឹងតម្លៃខ្លួន220លានអឺរ៉ូនេះដែរឬទេហើយតើកីឡាកររូបណាដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលបំផុតចែករំលែកមតិរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមកុំភ្លេចចុច like share និង subscribe Channel AJ Sport Talk ដើម្បីទទួលបានវីដេអូវិភាគប្រវត្តិសាស្ត្រនិងការវិភាគបាល់ទាត់ដ៏ជក់ចិត្តជាច្រើនទៀតជួបគ្នានៅវីដេអូក្រោយ